បាទបងប្អូនទាំងអស់គ្នាបងប្អូនបែកខ្ញុំមួយរយៈនេះគឺខ្ញុំអត់បានថតវីដេអូអំពីបង្ហាត់បាក់សីប្រមាញ់បងប្អូនទស្សនាទេដោយសារខ្ញុំរវល់ទិញស្រូវបងប្អូនអញ្ចឹងនៅថ្ងៃទី14ថ្ងៃនេះគឺ14នៃការបង្ហាត់បាក់សីប្រមាញ់ជាមួយមីកូកូនេះគឺថ្ងៃនេះថ្ងៃទី14បងប្អូនអញ្ចឹងកូកូខ្ញុំដើរចោលវាមួយថ្ងៃមួយរយៈនេះគឺខ្ញុំហៅមកបងប្អូននេះគឺដាក់បាញ់ភ្លឹបមកហ្មងលើកដៃគឺបាញ់ទៅលើកដៃគឺទៅតែម្ដងបងប្អូនអញ្ចឹងវានៅតែល្អចាំមើលបើសិនជាខ្ញុំទៅនេះខ្ញុំនឹងធ្វើវីដេអូចែកម្លែកទៀតបងប្អូនដោយសារខ្ញុំរវល់មួយរយៈនេះអញ្ចឹងមិនសូវបានហៅវាទៀងទាត់ទេហើយប៉ុន្តែប៉ុណ្ណឹងនៅតែមីកូកូវានៅធ្វើទៅបានល្អមកឃើញបងប្អូនឃើញអត់ដាក់ទៅហើយឆ្ងាយបងប្អូននេះចម្ងាយដែលខ្ញុំហៅនេះគឺឆ្ងាយខ្ញុំដាក់ពីចុងផ្ទះខ្ញុំរហូតដល់មុខអានឹងចូល30ម៉ែត្រជាងបងប្អូនតែតែខ្ញុំអស់ទៅនឹងហើយអញ្ចឹងការហៅបងមីកូកូថ្ងៃទី14នេះគឺនៅតែធ្វើបានល្អសត្វមួយនេះខ្ញុំនិយាយទៅខ្ញុំមិនស្មានថាចរិតវាល្អដល់ប៉ុណ្ណឹងពីមុនដែលខ្ញុំចាំវាណាកាលខ្ញុំធ្វើការបង្ហាត់មិនតាន់បានឆ្លងដៃបង្ហាត់ឲ្យតិចនៅក្នុងរោងក្នុងអីហ្នឹងគឺវាឌឺបងប្អូនខ្ញុំមិនសង្ឃឹមថាហៅមកអញ្ចឹងទេដល់ពេលឥឡូវស្រួលជាងគេបងប្អូនមីកូកូនេះតែយើងលើកដៃមកអញ្ចឹងបងប្អូនត្រូវសម្គាល់ថាការបង្ហាត់បាក់សីប្រមាញ់នេះពេលវានៅតូចអត់តាន់ពេញរោមអត់តាន់ពេញដែលយើងត្រូវបង្ហាត់វារៀងមិនប្រក្រតីរបៀបថាកាចឃើញយើងទៅស្រែកញៀបញាប់គិចឆ្វេងគិចស្ដាំមិនប្រកាសថាសត្វនឹងមិនល្អណាបងប្អូនដល់ពេលវាពេញរៀងពេញដែលយើងត្រូវបង្ហាត់បានដឹងថាវាល្អវាហៅមករបៀបវាគឺវាល្វីសតែម្ដងហើយមីកូកូនេះបងប្អូនខ្ញុំបង្ហាត់សត្វពី3អត់ដែរជួបដូចវាទេគឺខ្ញុំបង្ហាត់វាខ្ញុំគ្រោះថ្នាក់ដៃច្រើនកន្លែងបងប្អូនគឺវាខ្ញុំចង្កោះធ្លាយស្រោមដៃក៏មានចង្កាលខ្ញុំភ្លេចខ្លួនខ្ញុំដោះស្រោមដៃគីបនឹងឃ្លៀកអញ្ចឹងទៅខ្ញុំដោះខ្សែជើងវាចុះវាខ្ញុំខ្សែជើងវាបងប្អូនគឺវាខ្ញុំអត់លេងទេខ្ញុំដោះអញ្ចឹងវាខ្ញុំដៃខ្ញុំភ្លឹបហើយខ្ញុំវាដែរខ្ញុំម្ដងគឺវាលេងអញ្ចឹងបងប្អូនតោះតែចូលកញ្ចក់វាលិចបន្តិចចេញឈាមបន្តិចតួចអីបានវាសុកចិត្តខ្ញុំពី3កន្លែងហើយដៃខ្ញុំឈាមដោយសារវាសัตว์មុនខ្ញុំដែរមានស្លាកស្នាមអញ្ចឹងទេបងប្អូនតែមីកូកូមួយនេះគឺស្នាមសឹងគ្រប់ដៃឆ្វេងដៃស្ដាំច្រឡំដៃទៅដោះស្រោមដៃដោយសัตว์មុនក្រឹបហើយចប់ហើយមិនងាយបលេងទេបងប្អូនលុះត្រាតែយើងមានចំណៃបសោសំទោសមានចំណៃបឆោតវាបានវាមកបើមិនអញ្ចឹងទេយើងយួរដៃនឹងយួរអីកាច់កញ្ចក់វានឹងចេញពីដៃយើងបានវាបលេងពេលខ្លះកាន់តែកាច់វាកាន់តែខ្ញុំកាន់តែរឹបយើងតើយួរចំណៃបឆោតបងប្អូនអញ្ចឹងបងប្អូនវីដេអូចែករំលែកអំពីបង្ហាត់សត្វប្រមាញ់ថ្ងៃទី14មានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយចែករំលែកឲ្យបងប្អូនដែលថ្មីយើងឲ្យគាត់បានដឹងផងអរគុណបងប្អូនអរគ្នា